ចេញពីពោះថ្លាន់នឹងទៀតទៅដល់នគរមួយមានស្ដេចត្រាញ់មួយមានកូន2នាក់អាកូន2នាក់ហ្នឹងសិតតែកំមុំសាយកែស្ដេចត្រាញ់ហ្នឹងក៏និយាយថាណែអ្នកនគរខ្ញុំនេះមួយឆ្នាំត្រូវតែនាំកូនរត់ពីមួយខែកន្លះខែទៅមួយខែបើមិនអញ្ចឹងនេះកើតឧបទ្រពចង្រៃទៅសួរព្រះផងតាមមូលហេតុអីហ្នឹងទៅដល់ព្រះថាយកពុទ្ធទាំងសរណង្កឆាមិហ្នឹងទៅថ្វាយព្រះផងយកកឆាមិថ្វាយព្រះទៅអង្គុយមើលមុខព្រះអង្គសម្ដែងឲ្យស្ដាប់ថែមព្រះអង្គសម្ដែងពីមនុស្សយើងនឹងមានមនុស្សស័កមនុស្សសោមនុស្សដេរឆានមនុស្សសពេតតមនុស្សសនេរយិកោរូបរាងកាយជាមនុស្សប៉ុន្តែមានចិត្តគំនិតដូចប្រែតអនាគតទៅប្រែតរូបរាងកាយជាមនុស្សប៉ុន្តែមានចិត្តគំនិតដូចសត្វដេរឆានអនាគតទៅដេរឆានស្ដាប់ចោះស្ដាប់ឡើងយូរជ្រះថ្លាមើលទៅហើយម៉ែមកឡើងផ្ទះក៏ហើយទៅមិនបាច់ថ្វាយព្រះទេសុំសមាទានសិលថែម100ទៅធ្វើខ្លួនជាឧបាសកពីថ្ងៃហ្នឹងទៅហ្មងទៅចឹងហើយសុំសមាទានកាន់សិល5ថ្វាយខ្លួនស្ដាប់ធម៌ព្រះហ្នឹងហ្មងញោមលែងទៅផ្ទះវិញស្រាប់តែណោះនឹកឃើញយករឿងហ្នឹងមកសួរព្រះរឿងប្រែតអត់មានអីស្លៀកហ្នឹងពីជាតិមុនមកហ្នឹងស្រីមកក្រុមហ្នឹងមិនគិតធ្វើបន់ធ្វើទានអីទេមានទោះលួចខោអាវគេញោមបានជាកើតទៅជាកម្មពៀអត់មានអីស្លៀកប៉ុន្តែសម័យពេលមួយបានដាក់ចង្ហាន់លោកម្ដងណោះហ្នឹងមួយទៅហើយទៅទៀតទៅជួបនៅពួកវិជាធរកាត់គ្នាហ្នឹងគេនិយាយពីសម័យពីដើមស្ដេចគេឲ្យឈប់មួយអាទិត្យឈប់ម្ដងឈប់ថ្ងៃសិលឲ្យយើងធ្វើបុណ្យទាំងអស់គ្នាគ្រប់ក្រសួងដូចយើងរាល់ថ្ងៃក៏ឲ្យឈប់ដែរថ្ងៃមាឃបូជាថ្ងៃវិសាខបូជាគេឲ្យយើងឈប់ថ្ងៃចូលឆ្នាំគេឲ្យយើងឈប់សម្រាប់ការងារដើម្បីធ្វើបុណ្យប៉ុន្តែឯងមិនគិតធ្វើបុណ្យទេឲ្យតែបានឈប់គិតរឿងអីផ្សេងឆែហើយចំនួនហ្នឹងគេឈប់ទៅបរោះមួយក្រុមហ្នឹងគេបញ្ជុលលមន់ហើយបញ្ជុលមន់ដល់ថ្ងៃសិលហ្នឹងព្រះឲ្យឈប់ណែស្ដេចគេឲ្យឈប់ម្ដងឈប់បានម្ដងអញ្ចឹងបានជាកម្មពៀនឹងរហូតទៅគេឲ្យកើតជាវិជាធរកាត់គ្នាហ្នឹងឈប់បានតែម្ដងចឹងឯងបានទៅដល់តម្រៃហ្នឹងស៊ីទៅបលាប្រពុតសម្ដែងថាហ្នឹងអ្នកកាត់ក្តីឲ្យគេពីមុនឲ្យតែណាឲ្យលុយឈ្នះណាឲ្យលុយឈ្នះធ្លាក់នរកធ្លាក់ប្រែតរងទុកអស់កាលយូរហើយមិនទាន់អស់កម្មពៀបានមកកើតជាតម្រៃស៊ីទៅបលាហ្នឹងហើយចុះស្ដេចត្រាញ់នោះហ្មងដែរស្ដេចត្រាញ់ហ្នឹងមកវិជាតិមុនហ្នឹងធ្វើស្រែធ្វើចំការចេះតែដុតព្រៃហ្នឹងអត់សមាទោយើងដុតព្រៃភ្ជួរដីយើងសមាទោសត្វតូចសត្វធំកុំឲ្យកម្មពៀឲ្យគាត់ហ្នឹងចេះតែពីដុតទៅវាងាប់កូនសត្វតូចនៅហ្នឹងអាសត្វហ្នឹងវាជេរដាក់ទំនាយឲ្យក្តៅកាហាយបានជាមួយឆ្នាំទៅរត់ម្ដងឲ្យចុះពោះថ្លាន់នៅដេកខ្វិននឹងដបងហ្នឹងហ្មងដែរថានឹងឲ្យជាសេដ្ឋីវិជាតិមុនដែលខ្លួនឯងបានធ្វើបន់កប់កំណប់ទុកចេះតែកប់ទុកដល់ស្លាប់ព្រោះទៅកើតជាពោះថ្លាន់នឹងកំណប់ហ្នឹងបានតែប្រហែលថ្ងៃញោមមកថ្លាន់ហ្នឹងវាងាប់បរោះហ្នឹងត្រឡប់មកវិញស្ដេចត្រាញ់ហ្នឹងបកុលកូនកំមុំសៅកែទាំងពីរហ្នឹងឲ្យបកុលទ្រព្យសម្បត្តិឲ្យខ្លួនឯងចូលកាន់សិល8ត្មងឥឡូវហ្នឹងម៉ែក្មេកដេញពីផ្ទះបាញ់សัตว์ហ្នឹងមកឡើងនៅផ្ទះស្ដេចម្ដងបានធ្វើស្ដេចត្រាញ់ជំនួសឪពុកហ្នឹងបានប្រពន្ធ2អាតម្រៃនោះក៏មកនៅជាមួយអាពួកប្រែតពួកវិជាធរដែលបានឃើញហ្នឹងក៏រត់មកនៅជាមួយជាបរិវារអាតម្រៃនោះក៏ស្លាប់នាំគ្នាទៅកាប់តបោកហ្នឹងឃើញសិតតែមាសពេជ្រមែនទៀតញោមណារឿងរ៉ាវហ្នឹងហើយជារឿងសេដ្ឋីកើតជាសត្វពោះដោយតែគាត់បានសួរហ្នឹងហើយចឹងយើងឃើញដែរមានទ្រព្យបណ្ណាដោយអាចវិវត្តកំណើតទៅសត្វឯមួយទៀតនេះកើតទៅជាប្រែតហ្នឹងនិយាយពីយាយ2នាក់មកពីរកស៊ីចំនួនស្រុកឆ្ងាយហ្នឹងចោលប្លន់តាមផ្លូវយាយមួយក៏ឲ្យទ្រព្យភ្លាមឲ្យតែទុកជីវិតដល់ខ្ញុំរស់យាយមួយថាអញមកឲ្យញើឈាមអញខំរដល់អញ្ចឹងចោលវាយទៅដើមយាយនឹងបោះទ្រព្យចូលក្នុងព្រៃអាចោលរំឃើញវាយយាយនឹងតល្ងាប់ដល់យាយនឹងស្លាប់ទៅអារម្មណ៍ជាប់ជំពាក់កើតជាប្រែតនៅនឹងអញ្ចឹងទៅថាអាសាទ្រព្យអូនបន្តទៀតអាកូននឹងវាខ្លាចអនន្តសេដ្ឋីហ្នឹងមកសុំទានដល់ផ្ទះហ្នឹងវាយំអាពុកឃើញកូនយំឃើញអ្នកសុំទានមកប្រើគេឲ្យវាយថាណែអ្នកសុំទានមកពីណាវាយទៅឲ្យយើងផ្ដាំថាមិនឲ្យទាននេះគេខ្ជិលរស់ស៊ីប្រើគេវាយអូសបោះលើកំណោសម្រាមព្រោះហើយខ្ញុំគិតមើលឪពុកខ្លួនឯងឥឡូវកូនប្រើឲ្យគេវាយអូសបោះចោលអញ្ចឹងជាតិមុនជាសេដ្ឋីជាតិនឹងជាអ្នកសុំទានមកសុំដល់អាទ្រព្យខ្លួនឯងនៅតែអត់បានទៀតនឹងអនន្តសេដ្ឋីបានព្រះអង្គយើងមកសម្ដែងធម៌ដល់នឹងមហាជនគេស្ដាប់ជ្រះថ្លាសម្រេចមគ្គផលអនន្តសេដ្ឋីលេងឡងគ្មានយល់ធម៌អីមិនបន្តិចព្រោះមិនដែលស្ដាប់លោកទេអត់មាននិស័យអញ្ចឹងនេះរឿងសេដ្ឋីទាំង5ហើយអញ្ចឹងខ្ញុំបកករណាអាត្មាភាពបានបញ្ជាក់អានិសង្ឃរឿងប្រែតទាំង5នេះចប់សពគ្រប់ហើយសំណួរសួរបន្តទៀតថាសូមបញ្ជាក់ពីអានិសង្ឃរបស់ទូកតបរោះដែលបានទទួលបាតពីព្រះហើយខ្លាយទៅជាសេដ្ឋីនោះហេតុអ្វីក៏អានិសង្ឃលឿនម្លេះសូមព្រះអង្គជួយបញ្យល់ឲ្យបានទូលំទូលាយទុកតបរោះជាអ្នកក្រធ្វើបន់ម្ដងប៉ុន្តែបានទៅជាអ្នកមានអានឹងមកពីហេតុអីគ្រាន់តែរឿងរ៉ាវនឹងបរោះនឹងវាក្រពេកគេចែកលោកមួយអង្គយកមកធ្វើទៀនដល់តែជួបអ្នកគេកត់ឈ្មោះលោកគេហៅថានេះទុកតឯងក្រជាងគេយកឈ្មោះលោកមួយអង្គគេទៅឲ្យចិត្តមុខចិត្តក្រោយកុំឲ្យវាក្រអញ្ចឹងដាក់ខ្ញុំមួយផងដាក់មួយអង្គមកប្រាប់ប្រពន្ធណែខ្ញុំចោះឈ្មោះយកលោកមួយអង្គគេហើយចុះយើងបានលុយណាទៅតោះទៅស៊ីឈ្មោះសេដ្ឋីប្រពន្ធទៅបុកអង្គអង្គប្តីទៅរែកទឹកឲ្យគេបានលុយបានកាក់មកយប់នឹងដេកសឹងអំលក់បានរង្វាន់ច្រើនមកធ្វើចង្ហាន់លោកស្អែកព្រលឹមឡើងដាស់ប្តីឯងតោះទៅបេះបន្លែអាប្តីនោះទៅបេះបន្លែបដៅជ្រៀងបដៅសុបាយមកយកមិនដែលបានធ្វើបន់នេះធ្វើចង្ហាន់លោកដាក់បេះបន្លែមាត់ទលេទៅអ្នកនេសាទគេកំពុងអមទុកគេណែជ្រៀងស្អីក៏សុបាយមែនលោកឆាន់ឥឡូវហើយបេះបន្លែហ្នឹងស្លោប្រគិនលោកក៏លោកឆាន់ឥឡូវហើយដល់អញ្ចឹងទៅថាមានលោកឯណាមកឆាន់បោះណែឯងសិតតែបន្លែសិតទេមកនេះដោតត្រីឲ្យយើងចាំជាងឲ្យពុទ្ធបរិស័ទទៅក៏ទៅដោតត្រីឲ្យគេទៅគេក៏បានឲ្យត្រីស្ពិននឹង4កុំនឹងភ្នោខ្សាច់បានអាត្រីនឹងយកមកធ្វើចង្ហាន់លោកដល់បានធ្វើរួចស្រេចកំពុងតែធ្វើត្រេកអរអញ្ចឹងស្រាប់តែផ្អិននេះណោះក្តៅដល់ផ្អិនទៀតផ្អិនចុះមកដល់ប្រែកាឡាធ្វើជាអ្នកសុំទានគេអ្នកស៊ីឈ្នួលគេមួយយ៉ាងកាចាស់ត្រត់មកដល់សុំសាពះប្រពន្ធលោកអើយខ្ញុំជាអ្នកក្រសុំសណ្ដោសជួយខ្ញុំផងខ្ញុំសុំស៊ីឈ្នួលស៊ីឈ្នួលស្អីបើមកស្រុកនឹងមានតែខ្ញុំក្រជាងគេទេឲ្យមកស៊ីឈ្នួលខ្ញុំមានអីឲ្យធ្វើថាអាណិតខ្ញុំផងទៅខ្ញុំគ្មានអីហូបទេខ្ញុំសុំស៊ីឈ្នួលផងវាអត់ដូចតែគ្នាហ្នឹងឲ្យស៊ីឈ្នួលមិនចេះអីហ្នឹងគ្មានចេះអីផងចេះតែស្លោមិនស្លោពេលយកបានលោកស្លោធ្វើអីធ្វើចង្ហាន់លោកបើធ្វើចង្ហាន់លោកខ្ញុំអត់យកលុយទេចែកបន់គ្នាមិនឯងឲ្យគេស្លោឲ្យស្លោទៅយើងចែកបន់គ្នាផ្អិនខ្លាញ់ខ្លាយ
mà châu thời trong thời slo ở từ một lúc mà trong cái này vâng từ đó chụp nè con phải chi móc lúc để bàn khi mà ông mà dối mà lúc ấy nó nghe mà phải ở chân áสำหรับโยมสมัครไปตัวเอาเกี่ยวลิงเตอร์เลยฉันไอ้เนี่ยตุนอยู่กงเอากูทางตั้งได้ยันเนี่ยยมมั้งเนี่ยไอ้ทัวร์ขยมบินเนี่ยมาชิดขยมให้ขยมมันได้บ้านทัวร์บอลเต้ขยมบ้านมาดองนั่งครอบมันมาสั่งไม่ปีเนี่ยได้ปนทัวร์กายเกี่ยวกับหลังนี้